ផ្អែកតាមតារាងនេះគិតត្រឹមខែឧសភាឆ្នាំ2025នេះវិស័យមីក្រូហិរញ្ញវត្ថុយើងបានកំពុងរៀបចំអនុទានឡើងវិញហ្នឹងជូនដល់អតិថិជនចំនួន 16,000 នាក់ក្នុងទំហំអនុទានសរុបហ្នឹងជាង$630 លានសហរដ្ឋអាមេរិកណាអញ្ចឹងអានេះបើយើងធៀបទៅវិស័យយើងវាមានអតិថិជន1លានកន្លះអញ្ចឹងយើងរៀបចំឲ្យ 16,000 វាចូលប្រហែល 10% ហើយបងហើយអនុទានយើងមាន 5,000 លានហើយយើងរៀបចំអនុទានឡើងវិញហ្នឹងប្រហែលជា600 លានអញ្ចឹងវាជាង 10% ការរៀបចំអនុទានឡើងវិញគឺមានគោលបំណងសម្រាប់បន្ទុកហិរញ្ញវត្ថុរបស់អតិថិជនដែលគាត់មានផលប៉ះពាល់ទៅលើប្រាក់ចំណូលរបស់គាត់ប៉ះពាល់ទៅលទ្ធភាពសងប្រចាំខែរបស់គាត់មកកាន់គ្រឹះស្ថានអញ្ចឹងនេះជាកាតព្វកិច្ចមួយដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវតែចូលរួមជួយសម្រាប់ទុករបស់អតិថិជនយើងដោយសារតែមានការជំរុញពីអាជ្ញាធររួមទាំងបទបញ្ញត្តិបានដាក់ចេញមកហើយអញ្ចឹងគ្រឹះស្ថាននឹងចូលរួមគ្រប់គ្រងអតិថិជនផ្អែកតាមបទបញ្ញត្តិចេញដោយធនាគារជាតិនៅកម្ពុជាយើងមើលឃើញថាការរៀបចំអនុទានឡើងវិញมันមានផលប៉ះពាល់អីជាដុំកំភួនទៅគ្រឹះស្ថានទេមែនតើក្នុងស្ថានភាពពេលនេះសុខភាពអតិថិជនគឺជាអាទិភាពរបស់យើងពីព្រោះប្រសិនបើអតិថិជនរបស់យើងអាចឆ្លងកាត់ការលំបាកប្រសិនបើស្ថានភាពសេដ្ឋកិច្ចប្រសើរឡើងនោះទើបជាកត្តាដែលអាចជំរុញឲ្យវិស័យមីក្រូហិរញ្ញវត្ថុរីករូតលាស់រីកចម្រើនបានប្រកបដោយនិរន្តរភាព